តែបើយើងយល់អំពីសេចក្តីល្អពិតប្រាកដរឿងពាក្យអ្នកដទៃលែងទៅជារឿងសំខាន់ដែរសំខាន់គឺយើងឃើញតែផ្លូវដែលយើងដើរនឹងត្រូវឬអត់ក៏មិនត្រូវឧទាហរណ៍ចេះឧទាហរណ៍ថាពីមុនមកយើងវង្វេងក្នុងព្រៃហើយស្រាប់តែមានសប្បុរសម្នាក់ហ្នឹងប្រាប់ផ្លូវយើងទៅតូចមួយដើរទៅអត់មុតបលាអត់អីយើងក៏ឃើញថាផ្លូវហ្នឹងដើរទៅស្រួលមែនតែត្រូវអ្នកដតីគេស្រែកទៅគាត់នេះកំសាអត់ហ៊ានដើរជន់បលាដូចមុនទៀតកំសាអត់ហ៊ានដើរជន់លិមួកទៀតព្រោះតែពាក្យអ្នកដតីហ្នឹងយើងឈប់ដើរផ្លូវហ្នឹងឬក៏យើងនៅដើរផ្លូវហ្នឹងនៅដើរមកពីអីមកពីដើរទៅវាបានស្រួលជើងមែនអាផ្លូវដតីហ្នឹងដើរទៅវាមុតមែនអ្នកអាមែនខ្លួនឯងនេះឃើញពាក្យអ្នកដតីឡើងសំខាន់នេះហ្នឹងហើយពាក្យអ្នកដតីឡើងសំខាន់ណាស់អញ្ចឹងបានជាព្រះអង្គថាធัวនឹងទល់តែខ្លួនឯងមកពិសោធន៍ហើយទទួលបាននៅសេចក្តីសុខយ៉ាងណាពាក្យអ្នកដតីឡើងសំខាន់ណាស់ដំបងឡើយនៅភ្ញាក់ផ្អើលដោយសារពាក្យអ្នកដតីមានន័យថាយើងអត់តាន់ឃើញផ្លូវហ្នឹងល្អមែនឬក៏អត់ទេទោះបីជាយើងដើរក៏ដោយដើរទាំងបិទភ្នែកក៏មិនដឹងប៉ុន្តែដល់តែពេលយើងដើរទៅវាបានសុខវាបានស្រួលមែនវាឈប់មុតបន្លាមែនវាឈប់ជន់លិមួកមែនទោះបីអ្នកដតីថាយើងកំសាយើងនឹងមិនក្លាហានគ្រាន់តែបន្លាប៉ុណ្ណឹងមិនហ៊ានជន់ដែរសុខចិត្តទៅដើរផ្លូវទូចមួយគេគ្រប់គ្នាគេដើរជន់បន្លាគ្រប់តែគ្នាហើយឯងទៅដើរផ្លូវកំសាអីកំសាឈប់ខ្វល់មែនទេឈប់ខ្វល់ដូចជានៅក្នុងសង្គមអញ្ចឹងឧទាហរណ៍ថាយើងឈប់ផឹកសារាមួយចុះអានេះចាស់វាមិនពាក់ព័ន្ធរឿងនេះមកគាត់តែលើឧទាហរណ៍នៅស្រុកនេះហើយស្រុកម៉ែថ្មឃើញខុសគ្នាឃើញតាមផ្លូវគេដាក់តែផ្លូវអីនៅស្រុកខ្មែរយើងរាល់ថ្ងៃនៅភ្នំពេញរកផ្លាកផ្លូវសឹងមិនឃើញតែផ្លាកស្រាទេអញ្ចឹងបើមនុស្សអត់ចេះផឹកស្រាគេមិនសរសើរថាល្អរៀបការបើមិនដាក់ស្រាមិនល្អប៉ុន្តែយូរមួយថ្ងៃមុនមានមិត្តភ័ក្តិដែលធ្លាប់បួសជាមួយគ្នារៀបការគឺដាច់ខាតដាក់កងត្រាជាមួយម៉ែក្មេកថាមិនយកស្រាជាដាច់ខាតហើយបើថានៅតែយកស្រាផ្ដាច់កូនក៏មកវិញក៏ផ្ដាច់ទៅក្រនបើហ្នឹងហើយដល់តែច្បាស់លាស់អញ្ចឹងមានអីគេសរសើរវិញប៉ុន្តែសម្រាប់សង្គមទូទៅគេអត់សរសើរភ្ញៀវខ្លះគេអត់សរសើរការបណ្ណានៃរសាផឹកគ្មានឃើញទេគេគិតថាយើងកំណាញ់គេគិតថាយើងនឹងចិត្តមិនទូលាយអានឹងវាជារឿងរបស់អ្នកដទៃគិតប៉ុន្តែអ្វីដែលយើងគិតថាវាត្រូវហើយនោះតើយើងគួរដើរឬក៏គួរគិតរឿងពាក្យគេណានឹងចឹងពីព្រោះនេះវាគ្រាន់តែប៉ះពាល់អារម្មណ៍តិចតួចវាអត់បានទៅបៀតបៀនសេចក្តីសុខរបស់គេទេតែបើអំពើនោះវាបៀតបៀនសេចក្តីទុក្ខរបស់គេសេចក្តីសុខរបស់គេបំបត្តិសេចក្តីសុខរបស់គេអានឹងយើងគួរពិចារណាថាតើសេចក្តីសុខរបស់យើងនោះវាប៉ះពាល់ដល់សុភមង្គលរបស់អ្នកដទៃដែរឬអត់ប៉ុន្តែគ្រាន់តែคลายខ្លួនមកជាមនុស្សល្អនេះវាអត់បានប៉ះពាល់ដល់នរណាវាគ្រាន់តែប៉ះពាល់អារម្មណ៍ដូចតែគេធ្លាប់អញ្ចឹងយើងមិនអញ្ចឹងអានឹងគេអត់ពេញចិត្តតែប៉ុណ្្នឹងឯងនឹងអញ្ចឹងអញ្ចឹងធម៌នេះព្រះសម្មាសម្ពុទ្ធមិនបង្ខំឲ្យយើងជឿទេប៉ុន្តែជាការចាប់ផ្ដើមដោយការស្ដាប់ការពិចារណានិងយកមកពិសោធន៍នៅក្នុងជីវិតរបស់យើងហើយធ្វើឲ្យរឿយនៅក្នុងជីវិត